បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនអ្នកសិក្សាភាសាចិនទាំងអស់គ្នាចឹងថ្ងៃនេះយើងខ្ញុំមានវីដេអូចង់ចែករំលែកទៅកាន់បងប្អូនពាក់ព័ន្ធនឹងពាក្យដែលយើងប្រើជាមួយនឹងការសិក្សាណាអូខេចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនទាំងអស់គ្នាអូខេអញ្ចឹងពាក្យសាលារៀនគេថាម៉េចបងប្អូនអញ្ចឹងសាលារៀនយើងអានថា学校ណា学校អូខេ school ណាគឺសាលារៀនពាក្យទី2គឺសាលាបឋមសិក្សាយើងថាម៉េចគឺយើងនិយាយថា小学ណា小学អូខេ elementary school គឺសាលាបឋមសិក្សាអូខេចំណែកឯពាក្យថាអនុវិទ្យាល័យគឺយើងអានថា中学អូខេ中学មានន័យថា secondary school គឺអនុវិទ្យាល័យពាក្យបន្ទាប់របស់យើងគឺយើងរៀនពាក្យវិទ្យាល័យណាវិទ្យាល័យគឺយើងអានថា高学ណា高学អូខេកោខ្ពស់ណា学នេះគឺសិក្សារៀនសូត្រដល់高学មានន័យថាថ្នាក់វិទ្យាល័យ high school ណាអូខេពាក្យទី2របស់យើងគឺសុំទោសមិនមែនពាក្យទី2ណាពាក្យបន្ទាប់គឺសាកលវិទ្យាល័យណាសាកលវិទ្យាល័យគេថាម៉េចគឺយើងអានថា大学អូខេ大学គឺសាកលវិទ្យាល័យ university ណាតាគឺយើងប្រែថាធំណា学សិក្សារៀនសូត្រចឹង大学ប្រែថាសាកលវិទ្យាល័យណាអូខេពេលបន្ទាប់យើងចឹងមានសាកលហើយត្រូវមានអីគេគឺត្រូវមានសិស្សនិស្សិតរៀនណាគឺចឹងសិស្សនិស្សិតយើងអានថា学生ណា学生អូខេ学生ប្រែថា student or learner ណា下一个ពាក្យបន្ទាប់របស់យើងគឺគ្រូបង្រៀនណាបន្ទាប់ពីមានសិស្សយើងត្រូវមានគ្រូសម្រាប់បង្រៀនគ្រូបង្រៀនគឺយើងអានថា老师ណា老师គឺ teacher អូខេ teacher ពាក្យបន្ទាប់ចឹងនៅក្នុងការសិក្សារៀនសូត្រយើងតែងតែមានការប្រឡងដើម្បីដឹងពីចំណេះដឹងវាស់ស្ទង់ពីចំណេះដឹងរបស់យើងចឹងការប្រឡងយើងនិយាយថា考试ណា考试 test examination អូខេចឹងនៅក្នុងតេស្តនឹងយើងមានលំហាត់តូចទៀតដែលគ្រូដាក់ឲ្យយើងធ្វើអញ្ចឹងអាលំហាត់ដែលគ្រូដាក់ឲ្យយើងធ្វើនៅក្នុងថ្នាក់ហ្នឹងជឿទៅគឺគេហៅ quiz ណាអញ្ចឹងភាសាចិនគេហៅថា小考ណា小តូច考ប្រឡងឬក៏ធ្វើតេស្តហ្នឹង小考មានន័យថា quiz លំហាត់អូខេពាក្យបន្ទាប់គឺយើងរៀនពាក្យមិត្តរួមថ្នាក់របស់យើងហ្នឹងគឺភាសាចិនគេថា同学អូខេថងហ្នឹងគឺដូចគ្នាណា
ស្រាសិក្សារៀនសូត្រចឹងរៀនដូចគ្នាគឺសំដៅលើអ្នកដែលរៀនជាមួយយើងហ្នឹងគឺគេហៅថាមិត្តរួមថ្នាក់ណា同学 classmate ណាអូខេ